ជំរាបសួរនាងខ្ញុំឡៅដាណេពី Oswai Migration and Education ថ្ងៃនេះខ្ញុំនឹងចែករំលែកជាមួយនឹងអ្នកទាំងអស់គ្នាអំពីព័ត៌មានដែលរដ្ឋាភិបាលអូស្ត្រាលីនឹងមានចំណាត់ការយ៉ាងតឹងរ៉ឹងចំពោះភ្នាក់ងារអន្តោប្រវេសន៍ដែលមិនបានបំពេញការងារស្របច្បាប់ហើយនាងខ្ញុំនឹងជម្រាបជូនអំពីដំណោះស្រាយមួយចំនួនសម្រាប់អ្នកដែលដឹងខ្លួនថាបានធ្វើការងារខុសច្បាប់រដ្ឋាភិបាលសហព័ន្ធបានបដិញ្ញាចិត្តនឹងប្រើប្រាស់ថវិកាចំនួន$50 លានអូស្ត្រាលីដើម្បីបង្កើតកងពលដ៏ធំមួយនិងកម្លាំងអ្នកធ្វើការនៅក្នុងនាយកដ្ឋានកិច្ចការផ្ទៃក្នុងដើម្បីបង្កើនការអនុវត្តតាមច្បាប់អន្តោប្រវេសន៍ដែលកំណត់គោលដៅនៃការរំលោភបំពានលើកម្មវិធីអន្តោប្រវេសន៍និងដោះស្រាយបញ្ហារបស់ប្រជាជនដែលទិដ្ឋាការបានផុតកំណត់ប៉ុន្តែនៅតែបន្តរស់នៅលើទឹកដីអូស្ត្រាលីកន្លងមកយើងបានជួបជាមួយនឹងបងប្អូនខ្មែរមួយចំនួនដែលមានបញ្ហាជាច្រើនដោយសារតែពួកគេបានធ្វើការជាមួយនឹងភ្នាក់ងារអន្តោប្រវេសន៍ដែលមិនបានចុះបញ្ជីជាមួយនឹងអូម៉ារ៉ាហើយក៏មានអ្នកខ្លះក៏បន្តរស់នៅខុសច្បាប់ពីព្រោះតែពួកគេមិនបានទទួលព័ត៌មានត្រឹមត្រូវនិងមានការភ័យខ្លាចចំពោះការទទួលប្រឹក្សាចំណុចនេះសូមជម្រាបជូនបងប្អូនថាភ្នាក់ងារអន្តោប្រវេសន៍ដែលមានការទទួលខុសត្រូវពីរដ្ឋាភិបាលអូស្ត្រាលីគឺធ្វើការប្រកបដោយវិជ្ជាជីវៈខ្ពស់ហើយពួកគេមានតួនាទីរក្សាការសម្ងាត់ជូនអតិថិជនគ្រប់រូបចំពោះ Oswai Migration and Education តែងផ្ដល់ប្រឹក្សាយោបល់ជូនអតិថិជនរបស់យើងប្រកបដោយការទទួលខុសត្រូវនិងភ្ជាប់ជាមួយនៅព័ត៌មានយ៉ាងជាក់លាក់ស្របតាមច្បាប់របស់អូស្ត្រាលីដែលតែងតែមានការផ្លាស់ប្ដូរជាញឹកញាប់ហើយពួកយើងក៏តែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការពន្យល់ណែនាំឲ្យអតិថិជនបានយល់ច្បាស់អំពីស្ថានភាពខ្លួនឯងការយល់ដឹងអំពីស្ថានភាពខ្លួនឯងគឺសំខាន់ខ្លាំងណាស់ដើម្បីជ្រើសរើសមធ្យោបាយដែលត្រឹមត្រូវនិងស្របច្បាប់សូមចងចាំថាបងប្អូនមានសិទ្ធិនៅក្នុងការទទួលបាននៃការពន្យល់ណែនាំយ៉ាងជាក់លាក់ពីភ្នាក់ងារអន្តោប្រវេសន៍របស់អ្នកមុននឹងសម្រេចចិត្តដាក់ពាក្យស្នើសុំទិដ្ឋាការប្រភេទណាមួយចំណុចសំខាន់មួយចំនួនដែលបងប្អូនត្រូវតែដឹងឲ្យបានច្បាស់ដូចជាតើទិដ្ឋាការរបស់ខ្លួនលេខប៉ុន្មានតើមានលក្ខខណ្ឌអ្វីខ្លះតើវាផុតកំណត់នៅពេលណាសំណួរទាំងអស់នេះគឺមានចម្លើយនៅលើលិខិតបញ្ជាក់ទិដ្ឋាការរបស់អ្នកដែលចេញពីក្រសួងមហាផ្ទៃហើយអ្នកគ្រប់គ្នាគឺត្រូវតែមានលិខិតនេះបន្ទាប់ពីទទួលបានទិដ្ឋាការរបស់ខ្លួនប្រសិនបើបងប្អូនធ្វើការជាមួយនឹងភ្នាក់ងារអន្តោប្រវេសន៍ដែលមានការទទួលស្គាល់ត្រឹមត្រូវពួកគេនឹងផ្ញើឯកសារនោះទៅអ្នកនៅពេលដែលគេទទួលបានវាពីក្រសួងមហាផ្ទៃបងប្អូនជាច្រើនដែលមានបញ្ហារហូតដល់រស់នៅខុសច្បាប់ក៏ព្រោះតែបណ្ដោយឲ្យបញ្ហាកាន់តែធ្ងន់ទៅហើយបន្តធ្វើខុសម្ដងហើយម្ដងទៀតរហូតដល់កែខៃលែងបានបញ្ហាមួយទៀតគឺពួកគេជឿទុកចិត្តទៅលើភ្នាក់ងារអន្តោប្រវេសន៍ដែលមិនបានចុះបញ្ជីដូច្នេះពួកគេមិនមានការទទួលខុសត្រូវនោះទេសូមបងប្អូនចងចាំថាអូស្ត្រាលីមានភាពតឹងរ៉ឹងណាស់សម្រាប់ជនដែលប្រព្រឹត្តល្មើសច្បាប់ហើយគ្មាននរណាម្នាក់រួចផុតពីការទទួលខុសត្រូវចំពោះមុខច្បាប់ឡើយបងប្អូនអាចស្វែងរកព័ត៌មានបញ្ជាក់អំពីភ្នាក់ងារអន្តោប្រវេសន៍របស់ខ្លួននៅលើគេហទំព័រ Omara សូមចូលទៅកាន់គេហទំព័រដោយដែលបានបង្ហាញនៅលើអេក្រង់នេះព័ត៌មាននេះបង្ហាញពីភ្នាក់ងារអន្តោប្រវេសន៍ដែល Omara បានដកអាជ្ញាប័ណ្ណជាភ្នាក់ងារអន្តោប្រវេសន៍ស្របច្បាប់របស់អូស្ត្រាលីចំណុចនេះគឺជាចំណុចសំខាន់ណាស់ប្រសិនបើបងប្អូនបានដឹងថាភ្នាក់ងារអន្តោប្រវេសន៍នោះគឺជាភ្នាក់ងារដែលមានការដកសិទ្ធិពីអូម៉ារ៉ារួចហើយនោះគឺមានន័យថាគេមិនមានការទទួលខុសត្រូវក្នុងនាមជាភ្នាក់ងារអន្តោប្រវេសន៍ស្របច្បាប់នោះទេដើម្បីជៀសវាងពីបញ្ហាខុសច្បាប់នានាសូមធ្វើការប្រឹក្សាជាមួយនឹងភ្នាក់ងារអន្តោប្រវេសន៍ដែលមានការទទួលស្គាល់ពីព្រោះពួកគេមានការទទួលខុសត្រូវខ្ពស់ហើយពួកគេអាចបង្ហាញផ្លូវដែលត្រឹមត្រូវសម្រាប់បងប្អូនស្របតាមស្ថានភាពជាក់ស្ដែងរៀងៗខ្លួន Oswai Migration and Education គឺគិតថ្លៃសេវាកម្មសម្រាប់ការប្រឹក្សានានាប៉ុន្តែលោកអ្នកមានសិទ្ធិសម្រេចចិត្តថាតើគួរបន្តធ្វើការឬជ្រើសរើសក្រុមហ៊ុនរបស់ពួកយើងដែរឬទេសូមកុំមានការព្រួយបារម្ភប្រសិនបើអ្នកទទួលការប្រឹក្សាបន្ទាប់មកអ្នកមិនជ្រើសរើសធ្វើកិច្ចការងារជាមួយក្រុមហ៊ុនរបស់យើងនោះក៏មិនជាបញ្ហានោះដែរសូមតាក់ទងមក Oswai Migration and Education តាមព័ត៌មាននៅលើអេក្រង់នេះសូមអរគុណសូមជម្រាបលា